កាលពីឆ្នាំ1993ពេលនោះនាងខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុនមួយរបស់បារាំងនាងខ្ញុំគឺជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើព័ទ្ធជុំវិញផ្ទះគួរចង់រស់នៅជាន់ក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានទាំងអស់ចំនួន4បន្ទប់ធំជាងគេគឺជាបន្ទប់របស់អនុប្រធានដោយសារនៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏បានអនុញ្ញាតឲ្យខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាប់ផ្ទះនេះតែងតែស្ងាត់ជ្រងំព្រោះនៅតែចាំកន្លែងតែនាងខ្ញុំតែប៉ុណ្ណោះរីឯចុងភៅពីអ្នកទៀតពេលខ្លះមកពេលខ្លះក៏អត់បន្ទប់នៅសល់2ទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងធ្លាប់បានឮចាស់ៗនិយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងខ្ញុំមកនៅយូរក្រែលដែរហើយនៅមិនទាន់ឃើញអ្វីប្លែកតទៅសោះប៉ុន្តែចុងភៅគាត់ឧស្សាហ៍ឃើញញឹកញាប់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យមករហូតមានថ្ងៃមួយមិត្តភ័ក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបួលនាងខ្ញុំទៅដើរលេងទៅរកកន្លែងញ៉ាំអីនៅខាងក្រៅនឹងទម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមដែរហើយនាងខ្ញុំបានបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តភ័ក្តិរបស់នាងខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាម៉ោងប្រហែលជា10 ម៉ោងយប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអ្វីកើតឡើងឡើយប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ទៅជាកើតជាមួយមិត្តភ័ក្តិរបស់នាងខ្ញុំទៅវិញមិត្តភ័ក្តិរបស់នាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ត្រៀមនឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹកនាងគ្រប់ពេលក្រោយពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបុរសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនៅបិទយ៉ាងជិតឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក៏កម្រើកមិនរួចផងបុរសម្នាក់នោះបានដើរមកនាងខ្ញុំខណៈនោះនាងកំពុងតែដេកផ្ងាបុរសនោះមកអង្គុយក្បែរនាងរួចហើយលូកដៃចាប់ក្បាលពោះរបស់នាងព្យាយាមកម្រើកខ្លួនគេចចេញប៉ុន្តែធ្វើមិនបាននាងបានទន្ទិញនមោតស្សៈនមោតស្សៈនៅក្នុងចិត្តតែខ្មោចនោះនៅតែសើចហឺៗនៅក្នុងដើមមកបន្ទាប់មកវាបានលូកដៃចូលទៅក្នុងអាយរបស់នាងព្រមទាំងខ្ញាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់ខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យខណៈពេលនោះអាខ្មោចឈួតនិងតណ្ហាកំពុងតែភ្លើននៅលើក្បាលពោះរបស់នាងពេលនោះនាងបានសម្លឹងទៅមើលខ្លួនរបស់អាខ្មោចនោះសម្បល់ពណ៌ខ្មៅព្រិចព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគត់អាវក៏មិនពាក់ដែរនាងខ្ញុំគិតក្នុងចិត្តថាមិនដឹងជាធ្វើយ៉ាងម៉េចល្អទេវាបានអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃវាចុះមកល្វែងក្រោមរបស់នាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងប៉ុន្តែគឺទៅទេចាស់គ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងបានរុញខ្យល់នាងមិនប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនទ្រោបទៅលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនរួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងក៏យកជើងធាក់ជញ្ជាំងខ្លាំងពេញទំហឹងតែម្ដងពេលនោះម៉ោងប្រហែលជា12 អាធ្រាត្រនាងខ្ញុំមានអារម្មណ៍ឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកនាងខ្ញុំបានឮសំឡេងនាងធាក់ទ្វារលាន់ក្រាំងនាងខ្ញុំក៏បារម្ភក្រែងនាងមានរឿងអ្វីកើតឡើងក៏គោះទ្វារបន្ទប់ហើយនាងតិចពេលបានឮសំឡេងគោះទ្វារអាខ្មោចនោះក៏វាបាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏បានស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចឡើងញ័រខ្លួននិយាយដាច់ប្រាប់រឿងរ៉ាវនោះបដល់នឹងខ្ញុំនាងខ្ញុំប្រាប់ថាតាំងពីកើតមកខ្ញុំមិនដែលជួបហេតុការណ៍ឈួតបែបនេះទេមិនដឹងជាខ្មោចអំបល់យកស្អីទេងាប់ទៅហើយនៅតែចង់រួមភេទឲ្យតែមានខ្មោចម៉ាក់នឹង4-10ច្បាស់ជាក្រមុំពោះធំអត់ប្តីគ្រប់គ្នាជាមិនខាន